ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមកមួយទៀតហើយបងប្អូននេះស្ងោរជ្រក់បង្កងជាមួយនឹងសណ្ដានរបៀបធ្វើដូចតែរាល់ដងទេបងប្អូនអើយខ្ញុំទិញបានបង្កងមកវាល្អអញ្ចឹងណាហើយពេលវេលាខោចដែរអញ្ចឹងខ្ញុំក៏យកមកធ្វើជាស្ងោរជ្រក់អញ្ចឹងណាបងប្អូនហើយរបៀបស្ងោរជ្រក់បង្កងខ្ញុំហ្នឹងវាអត់មានអីពិបាកអីញ៉ៃៗទេបងប្អូនដោយសារតែបង្កងហ្នឹងបង្កងនេះគឺបង្កងរស់អញ្ចឹងណាអញ្ចឹងយកមកគឺខ្ញុំដាក់ទុកវាឲ្យវាងំបន្តិចហើយបានខ្ញុំយកមកសម្អាតលាងកាត់ជើងដៃឆ្កេះអាចវាចេញពីក្បាលអីចឹងណាបងប្អូនយើងលាងសម្អាតវាទៅហើយការកាត់នេះយើងកាត់ឆ្កេះវាស្អាតអញ្ចឹងណាបងប្អូនដោយសារយើងពេលញ៉ាំទៅយើងស្និតមាត់អញ្ចឹងណាបងប្អូនហើយសម្រាប់គ្រឿងគ្រើមានអីមានតែម្ដេងស្លឹកក្រូចគល់ស្លឹកគ្រៃជីយើងដាំទៅដបូលបងប្អូនដាំខ្លួនឯងហ្នឹងយើងបេះយកមកទៅនិយាយទៅដោយរាល់ដងខ្ញុំធ្វើម្ហូបប្រហែលតទៅមួយគ្រឿងគ្រើអីដែលថាយើងអាចផ្សាយផ្សំខ្លួនឯងបានមិនទិញពីផ្សារគេខ្ញុំប្រើខ្លួនឯងអញ្ចឹងទៅហើយនេះនិយាយទឹកកពុះទៅយើងក៏ចាប់ផ្ដើមដាក់គ្រឿងគ្រើមានស្ករប៊ីចេងទឹកត្រីគល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចយើងដាក់ចូលចឹងណាបងប្អូនហើយស្ងោរកុំភ្លេចថែមអំបិលបងប្អូនដើម្បីវាងុំអញ្ចឹងណាដើម្បីវាងុំហើយយើងដាក់ចាប់ផ្ដើមបង់អញ្ចឹងទៅពេលទឹកយើងពុះយើងចាប់ផ្ដើមបង់បកងចូលទៅបងប្អូននិយាយទៅស្លមកមុខនេះងាយទេបងប្អូនអើយប៉ុន្តែបើសម្រាប់កូនខ្ញុំអីក៏ចូលចិត្តដោយសារអានេះបកងធម្មជាតិអញ្ចឹងវាមិនធំប្រហែលទេប៉ុន្តែយើងស្លទៅវាជាតិល្អអញ្ចឹងណាសាបកងនេះរស់ហើយស្រស់ហ្មងបងប្អូនហើយខ្ទិះល្អនិយាយទៅខែនេះខែត្រជាក់ដល់ពេលបកងនេះទិញមកលក្ខណៈដូចគេហៅបកងសក់បងប្អូនបកងសក់ហ្នឹងគឺក្បាលវាខ្ទិះមែនតើបងប្អូនអើយខ្ទិះល្អហើយនេះនិយាយស្លយើងក៏ពុះអញ្ចឹងណាហើយយើងផ្ងំវាចោលអញ្ចឹងទៅឲ្យវាឆ្អិនល្អអញ្ចឹងណាបងប្អូនដោយសារយើងឲ្យកូនតូចយើងញ៉ាំដែរអញ្ចឹងណាកូនញ៉ាំដែរអញ្ចឹងរបស់របរអីដែលយើងធ្វើគឺត្រូវតែឲ្យឆ្អិនល្អអញ្ចឹងណាបងប្អូនហើយកំពុងតែដាក់ស្លអញ្ចឹងទៅក៏កូនហៅសួរអញ្ចឹងណាគេថាបកងហ្នឹងមិនហើយអីមិនហើយព្រោះបកងហ្នឹងយកមកវារស់បងប្អូនហើយរស់អញ្ចឹងទៅខ្ញុំអត់តន់ហ៊ានធ្វើអីទេខ្ញុំយកមកត្រាំទឹកហើយដាក់អំបិលបន្តិចដើម្បីឲ្យវាជីងជាតិអស់អញ្ចឹងណាមុនយើងសម្អាតដាក់ស្លអញ្ចឹងណាដោយសារតែខ្លាចវានៅមានជាតិមានអីអញ្ចឹងទៅយើងយកមកញ៉ាំទៅវាអត់សូវល្អអញ្ចឹងណាហើយសម្រាប់ស្លបងប្អូននៅតែមានពពុះចេះខ្ញុំតែងតែស្រង់វាចេញអញ្ចឹងណាបងប្អូនអ្នកខ្លះគេនិយាយថាពពុះនឹងជាតិអីចឹងណាបើសម្រាប់ខ្ញុំពពុះនឹងគឺខ្ញុំត្រូវដួសវាចេញដូចមានអារម្មណ៍ថាយើងទុកពពុះនឹងដូចអត់សូវវាអត់សូវតំណងអញ្ចឹងណាហើយអត់សូវតំណងទៅយើងធ្វើការដួសសម្អាតពពុះនឹងចេញអស់បានយើងយកមកញ៉ាំអញ្ចឹងណាបងប្អូនក៏ប៉ុន្តែអ្នកខ្លះគេមិនដួសចេញផងពពុះនឹងព្រោះវាយូរទៅវាលេងអីវិញអញ្ចឹងប៉ុន្តែខ្ញុំស្លអីក៏ដោយឲ្យតែមានពពុះខ្ញុំដួសចេញហើយស្លរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេតែថ្ងៃនេះមានតែ3នាក់កូនហ្នឹងបងប្អូនហើយបកងទិញមកហ្នឹងគឺខ្ញុំឆ្នៃធ្វើម្ហូបមួយមុខទៀតចាំមើលមួយមុខក្រោយហ្នឹងខ្ញុំនឹងចេញវីដេអូឲ្យបងប្អូនមើលដែរអញ្ចឹងណាហើយក៏សូមខន្តីអភ័យទោសអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់ខ្ញុំពីដើមដល់ចប់អញ្ចឹងណាបើសិនជាករណីមានកំហុសឆ្គងចំណុចណាមួយមិនសមរម្យគប្បីក៏សូមខន្តីអភ័យទោសដោយសារតែខ្ញុំថ្មីដែរអញ្ចឹងណាបងប្អូនហើយគាត់ថាអ្វីដែលខ្ញុំអាចចែករំលែកបានគឺការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងណាបងប្អូនហើយនិយាយទៅការងារមេផ្ទះមានអីទេបងប្អូនហើយមានតែការធ្វើម្ហូបធ្វើអីបោសច្រាសមើលកូនអីហ្នឹងអញ្ចឹងណាហើយការជូតសម្អាតផ្ទះអីហ្នឹងយកកូនដល់កូនទៅសាលាអីអញ្ចឹងណាបងប្អូននិយាយទៅការងារវើជុំតែចង្ក្រានជើងឆ្នាំងនឹងឯងហើយនិយាយក៏ស្លយើងឆ្អិនរួចរាល់ហើយបងប្អូនអើយអញ្ចឹងក៏អរគុណម្ដងទៀតហើយកុំភ្លេចជួយ like subscribe ជេនែលរបស់ខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត